បាទជារីស៊ូបងប្អូនទាំងគ្នាថ្ងៃនេះយើងជួបជាមួយនឹងម៉ូតូ Zoom X មួយគ្រឿងដែលមានបញ្ហាលឿនកន្ទះខ្សែពៀនឥឡូវនេះខ្ញុំយកមកឆែកមើលហើយមួយទៀតម៉ូតូនេះគឺគាត់ទុកចោលអត់បាយងាយបានបញ្ឆេះឥឡូវនេះគឺវារៀងពិបាកបញ្ឆេះវាអាចខ្សោយភ្លើងណាតែអត់អីទេយើងដេរទៅក៏វាអាចឆេះវិញបានធម្មតាដែរអត់អីទេអត់មានបញ្ហានោះទេតែឥឡូវនេះគឺយើងនឹងចូលទៅឆែកមើលទាំងអស់គ្នាជាមួយនឹងឈុតកន្ទះខ្សែពៀនតើវាមានបញ្ហាខ្សែបញ្ហាពូលីនាំបញ្ហាចានឬក៏បញ្ហាត្រឡោកមុខត្រឡោកក្រោយអីអញ្ចឹងបងប្អូនទាំងគ្នាពេលខ្លះក៏អាចបញ្ហាក្របឃ្លីដែរឥឡូវនេះគឺយើងចូលទៅឆែកមើលទាំងអស់ទៅតើវាមានបញ្ហាមួយណាពិតប្រាកដតែសំខាន់យើងបញ្ឆេះមើលគឺវាមានលក្ខណៈលឿនមែនហើយមួយទៀតនៅពេលដែលយើងមូទៅវាមានលក្ខណៈញ័រខ្លាំងបងប្អូនទាំងគ្នាករណីញ័រខ្លាំងពេលខ្លះគឺតាក់ទងជាមួយនឹងស្បែកបងប្អូនទាំងគ្នាអាចស្បែកនឹងអត់សូវល្អស្បែកនឹងអស់ឬក៏បញ្ហាស្បែកនឹងវាអត់ហែកទៅវាអត់ងាំគ្នាទាំង3ឥឡូវចាក់ស្ដែងគឺយើងនឹងចូលទៅឆែកមើលបងប្អូនទាំងគ្នាមើលចាក់ស្ដែងតែម្ដងដោយសារតែបងប្អូនក៏ចង់ដឹងដូចជាខ្ញុំក៏ចង់ដឹងដែរបាទអញ្ចឹងដូចយើងដឹងស្រាប់ហើយសម្រាប់ម៉ូតូអូតូសម្រាប់ប្រព័ន្ធខាងក្រៅនេះគឺយើងត្រូវតែអាសាឆែកលាងសម្អាតទៅពីព្រោះវាតកតនឹងប្រព័ន្ធភ្លើងគឺវាងាយស្រួលទេតែបើតកតជាមួយនឹងប្រព័ន្ធភ្លើងតើយើងមានជំនាញច្បាស់លាស់ក្នុងការវាស់វែងវាតើវាឆ្លងភ្លើងត្រង់ចំណុចណាដាច់ខ្សែអ្វីខូចចំណុចណាអញ្ចឹងណាបងប្អូនទាំងគ្នាតែសំខាន់ប្រព័ន្ធគ្រឿងខាងក្រៅនេះគឺយើងអាចតេស្តបានគឺយើងអាចឆែកបានដែលងាយតែម្ដងបងប្អូនទាំងគ្នាប៉ុន្តែក៏ចំណាយពេលយូរដែរឥឡូវនេះសំខាន់គឺយើងត្រូវដោះកន្ទះខ្សែពៀនចេញមកចំហៀងទៅដើម្បីយើងពិនិត្យមើលតើវាមានបញ្ហាសម្រាប់ម៉ូតូនេះដូចចង់ទ្រក់ចៅកដាទៀតបងប្អូនទាំងគ្នាតែអត់មានបញ្ហាសម្រាប់ខ្ញុំដោះអត់តបានដែរព្រោះយើងមានប្រភេទខ្ចៅដែលអាចមូចេញទៅលើខ្ចៅទ្រក់បានបងប្អូនទាំងគ្នាអាហ្នឹងគឺតិចនិចមួយទៀតបងប្អូនទាំងគ្នាមានឧបករណ៍គ្រប់គ្រាន់អត់បញ្ហាទេបាទឥឡូវនេះក្រោយពីយើងធ្វើការដោះបំបែកឆែកមើលឲ្យបងប្អូនទាំងគ្នាបានមើលទៅតើវាមានបញ្ហាអ្វីបញ្ហាខ្សែឬក៏បញ្ហាអ្វីនៅក្នុងខ្សែពៀនទៅវាធ្វើឲ្យលឿនពេលខ្លះបើសិនជាខ្សែវាយាខ្លាំងឬក៏វាអស់ខ្លាំងក៏វាលឿនដែរពេលខ្លះអស់ស្បែកក៏វាលឿនពេលខ្លះអស់ត្រឡោកក៏វាលន់ដែរបងប្អូនគ្នាពេលខ្លះក្រាបឃ្លីរបស់វាហ្នឹងវាឡើងជ្រុងអស់ក៏វាលន់ដែរចំណុចដែលធ្វើឲ្យលឿនក្នុងប្រអប់ខ្សែពៀននេះវាមានច្រើនហើយមួយទៀតខ្ញុំ recommend ឲ្យបងប្អូនខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាអាចនឹងអាសាដោះលាងសម្អាតវាទៅរកការបដូរប្រេងម៉ាស៊ីន2ដងអីដោះលាងសម្អាតវាម្ដងដែរបងទៅអាហ្នឹងបើយើងធ្វើវាទៅជាប្រចាំអញ្ចឹងក៏វាល្អដែរមិនចាំបាច់ដល់តែ30000គីឡូអីឬក៏3000គីឡូអីចាំដូរចាំលាងអីទេឥឡូវនេះម៉ូតូនេះយើងមើលចាក់ស្ដែងទៅវាញ័រដោយសារតែស្បែកនេះហែកអត់បានពេញទេបងប្អូនគ្នាមិញវាស៊ីតែនៅចុងស្បែកទេអញ្ចឹងហើយម៉ូតូនេះធ្វើឲ្យពេលការ៉ង់ទីពេលយើងមូទៅញ័រក្តិតតែម្ដងបងប្អូនគ្នាឥឡូវនេះគឺយើងនឹងធ្វើការឆែកមើលនឹងរៀបចំសារឡើងវិញឲ្យគាត់ទៅដើម្បីឲ្យវាជីស្រួលសារឡើងវិញហើយកុំឲ្យមានបញ្ហាញ័រដោយសារតែគាត់និយាយមកថាវាលាន់ហើយនឹងញ័រឥឡូវខ្ញុំនឹងឆែកមើលម្ដងមួយតើវាមានបញ្ហាអ្វីអត់បាទមួយទៀតសម្រាប់តែអតិថិជនដែលយកម៉ូតូមកធ្វើកន្លែងខ្ញុំឲ្យទុកឲ្យខ្ញុំឆែកមើលកុំភ័យខ្លាចបាត់អាវ៉ាន់បាត់អីតាណាខ្ញុំប្រយ័ត្នណាបងប្អូនទាំងនេះជាក់ស្ដែងគឺខ្ញុំសុំការអនុញ្ញាតក្នុងការថតវីដេអូផងដែរអញ្ចឹងហើយបងប្អូនអាចចូលមើលវីដេអូខ្លួនឯងបានតើឧបករណ៍នឹងដោះចេញមកបែបណាអីអញ្ចឹងអាចមើលបានបើត្រង់ចំណុចណាដែលប្រើកើតគឺខ្ញុំមិនទាមទារឲ្យដូរទេបងប្អូននេះព្រោះយើងដឹងថាបច្ចុប្បន្នគឺពិបាករកខ្លាំងណាស់គឺលុយបាទអញ្ចឹងហើយបើយើងដូរគឺវាអស់ចំណាយច្រើនអញ្ចឹងហើយអាកន្លងចំណុចណាដែលអាចប្រើបានគឺខ្ញុំប្រើទេចុះដាក់ប្រើសិនទៅប្រើរហូតតទៅវាមានបញ្ហាថាត្រៀមនឹងដូរចាំយើងដូរម៉ូតូនេះគឺចង់សើមតិចដែរតាក់ទងជាមួយនឹង Ford ខាងមុខបងប្អូនគ្នាអូខេឥឡូវនេះគឺខ្ញុំរៀបចំសម្អាតរួចហើយក៏ចាប់ចូលវិញរួចរាល់ហើយបងប្អូនគ្នាហើយខ្ញុំធ្វើការដេបញ្ឆេះមើលចង់ដឹងថាតើវាមានបញ្ហាអីទៀតអត់ឥឡូវនេះឃើញថាស្រួលហើយរឿងស្ងាត់ជាងមុនបងប្អូនគ្នាក្រោយពីខ្ញុំធ្វើការលាងសម្អាតនិងធ្វើការផ្លាស់ប្ដូរចំណុចខ្លះបងប្អូនគ្នាអញ្ចឹងទៅឥឡូវនេះគឺ smooth ល្អមែនតើលាងសម្អាតទៅវា smooth ល្អសម្រាប់ស្បែកគឺខ្ញុំបិទជាមួយនឹងស្បែកថ្មីមកគឺវាអេមបងប្អូនគ្នាវាលេងញ័រក្តិតដូចមុនទៀតហើយបងប្អូនគ្នាដោយសារស្បែកមុនដូចស្បែកអត់សូវល្អដែរឥឡូវនេះគឺរួចរាល់ហើយយើងគ្រាន់ដាក់ចាប់កន្ទះទៅវិញទៅគឺស្ងាត់អេមមែនតើបងប្អូនគ្នាចឹងវិជាបើសិនជាមានបញ្ហាអាចឲ្យខ្ញុំឆែកឲ្យបានបងប្អូនគ្នានៅខាងសៀមរាបយើងបាទហើយឥឡូវនេះគឺជាចំណេះដឹងមួយតាក់ទងជាមួយនឹងឈុតកន្ទះខ្សែពៀននៅពេលដែលម៉ូតូរបស់យើងវាញ័រក្តិតខ្លាំងឬក៏មានបញ្ហាអីណាអរគុណច្រើនកុំភ្លេចជួយ like share និង subscribe channel YouTube ខ្ញុំបាទផងណាសងម៉ូតូ One ដាក់សញ្ញាកណ្ដឹងទីងជម្រាបលាបាយបាយ